គាត់ comment ហ្នឹងលើកឡើងថាคล้ายទៅជាតំបន់មួយដែលអាណាធិបតេយ្យដែលមានភាពរញ៉េរញ៉ៃក្នុងការទៅលេងអញ្ចឹងទៅបងប្អូនប្រកាសជាដឹងហើយផ្លូវមួយកន្លែងកំពុងតែមានការផ្ទុះវែកញែកខ្លាំងមែនទែននៅខាងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំដែលជាផ្លូវនៃសមិទ្ធផលថ្មីរបស់ថ្នាក់ដឹកនាំផ្ទាល់តែម្ដងបងប្អូនផ្លូវមួយកន្លែងនេះបន្ទាប់ពីមានការបង្ហោះក៏ដូចជាចែករំលែកនៅក្នុងបណ្ដាញសង្គមមិនថា Facebook TikTok ទេបើយើងក៏លេចទៅមើល comment ហ្នឹងមានមតិពីរគឺមតិស្របនិងមតិផ្ទុយចំពោះបញ្ហាដែលថាជាតំបន់ទេសចរមតិផ្ទុយគឺទី1គឺគាត់ថាគាត់ comment ហ្នឹងលើកឡើងថាคล้ายទៅជាតំបន់មួយដែលអាណាធិបតេយ្យដែលមានភាពរញ៉េរញ៉ៃក្នុងការទៅលេងអញ្ចឹងទៅដោយសារតែមានម៉ូតូញ៉ៃច្រើនអញ្ចឹងទៅបង្កឲ្យក្នុងចិត្តគាត់គឺមើលទៅញ៉ៃញ៉ៃចំណែកមតិទី2គឺមតិស្របដែលខ្ញុំហៅថាមតិស្របដោយសារតែគ្នាយើង comment ថាតំបន់នឹងខ្លាយជាតំបន់សហគមន៍ទេសចរដោយសារតែតាក់ទាញភ្ញៀវទេសចរដូចជាមើលទៅស្រស់ស្អាតឲ្យមានអារម្មណ៍ថាពុះ control សប្បាយនៅពេលដែលលេងជុំវិញមតិពីរខាងលើនេះគឺខ្ញុំមានហេតុផល3ចំណុចដែលត្រូវតែនិយាយនៅក្នុងវីដេអូនេះហេតុផលទី1គឺបញ្ហាទេសចរដោយសារតែពីមុនឡើយនៅភូមិកបៅហ្នឹងគឺអត់មានទេសចរមានអីអត់ល្បីបណ្ដោយនិយាយរួមមិនថាមកជាដោយសារតែផ្លូវពីមុនគឺពិបាកជិះមែនតើតែកលុកកលាក់យើងដឹងហើយថាផ្លូវលំណាដុំថ្មប៉ុណ្ណឹងខ្ញុំក៏ចង់ជិះទៅដែរដោយសារតែពិបាកជិះប៉ុន្តែឥឡូវនេះប្រែខ្លួនคล้ายទៅជាភូមិមួយតំបន់មួយគឺមានភាពតាក់ទាញខ្លាំងមែនតើក្រៅមួយរយៈស្នាដៃនៃថ្នាក់ដឹកនាំក៏ដូចជាការធ្វើផ្លូវថ្មីនឹងគឺស្រស់ស្អាតមែនតើបើយើងកន្លែងទៅមើលជុំវិញសិតសឹងតែរុក្ខជាតិបៃតងខៀវសង្ងាច់បៃតងខ្ចីតែម្ដងហើយមានដងស្ទឹងសែនព័ទ្ធជុំវិញទៀតអូឃើញថាធម្មជាតិនៃការស្រស់បំប្រងយើងគឺស្អាតមែនតើនៃប្រទេសកម្ពុជាយើងបងប្អូនអញ្ចឹងខ្ញុំមានចំណុចជាច្រើនដែលត្រូវនិយាយក្នុងហ្នឹងជុំវិញផ្លូវហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនចូលរួមជាមួយខ្ញុំទាំងអស់គ្នាក្នុងការជាមតិយោបល់ក៏ដូចជាក្នុងនាមជាកូនខ្មែរមួយរូបដែលចូលចិត្តនិងស្រឡាញ់តំបន់ទេសចរនិងស្រឡាញ់ស្រុកភូមិខ្លួនឯងចំណុចទី1ដែលខ្ញុំចង់និយាយគឺបញ្ហាបរិស្ថានយើងដឹងហើយថាឥឡូវនេះគឺសម្បូរបងប្អូនយើងជាយុវវ័យទៅលេងច្រើនមែនតើអញ្ចឹងខ្ញុំចង់ឲ្យគ្នាយើងចូលរួមគ្នាទាំងអស់គ្នាមិនថាក្មេងមិនថាចាស់អីទេឲ្យតែបានទៅលេងនៅនឹងចូលរួមទាំងអស់គ្នាសូមកុំបោះចោលសម្រាប់នៅត្រង់កន្លែងហ្នឹងមិនថាត្រង់កន្លែងហ្នឹងគ្រប់តំបន់ទាំងអស់មិនថាតំបន់ទេសចរមិនថាតំបន់ធ្វើដំណើរឯងដោយសារឃើញបងប្អូនយើងបោះចោលសម្រាប់ច្រើនមែនតើរយៈនេះពេលខ្ញុំនិយាយអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ថាមិននៅភ្នំពេញសោះមិនដឹងដោយសារតែមានបងប្អូនយើងឆាតក៏ដូចជា comment ប្រាប់ថាមានបងប្អូនយើងខ្លះមួយចំនួនទៅលេងបោះចោលសម្រាប់នៅហ្នឹងមិនថាកន្លែងទេសចរមិនថាតំបន់គ្រប់តំបន់សូមកុំបោះចោលសម្រាប់បងប្អូនគឺប្រមូលសម្រាប់ដុតឲ្យស្រួលទៅអញ្ចឹងឧទាហរណ៍ថាបងប្អូនទៅលេងតំបន់ហ្នឹងយកសម្រាប់ទៅមិនយកសម្រាប់ទេយករបស់ញ៉ាំអីទៅប្រកាសជាមានសម្រាប់ប្រកាសជាសល់ថង់ផ្លាស្ទិកដបផ្លាស្ទិកអីអញ្ចឹងហើយអញ្ចឹងបងប្អូនសំណូមពរបងប្អូនទាំងអស់គ្នាចូលរួមសហការគ្នាក្នុងការថែរក្សាបរិស្ថានសហគមន៍យើងឲ្យស្អាតបន្ទាប់ពីបងប្អូនលេងហើយបន្ទាប់ពីបងប្អូនញ៉ាំហើយជួយប្រមូលមកវិញមកយកទៅដុតនៅផ្ទះខ្លួនឯងទៅមិនបាច់ដុតនៅហ្នឹងទេនាំទៅសល់សំណល់ផេះខ្មៅញ៉ៃញ៉ៃអាក្រក់មើលវិញទេអញ្ចឹងបងប្អូនទៅលេងហើយបងប្អូនយកមកដុតនៅផ្ទះអញ្ចឹងទៅបងប្អូនចំពោះចំណុចទី2ដែលខ្ញុំចង់និយាយគឺបញ្ហាសណ្ដាប់ធ្នាប់ដោយសារតែមានបងប្អូនយើងខមមិនច្រើនមែនតើក៏ដូចជាឆាតមកប្រាប់ផ្ទាល់តែម្ដងថាក្មេងៗណាគាត់ជិះម៉ូតូឲ្យញ៉ៃញ៉ៃដូចជាចតម៉ូតូឲ្យបង្កភាពចលាចលក៏ដូចជាអ្នកដែលជិះម៉ូតូឆ្លងកាត់នៅតំបន់ហ្នឹងគឺមានថាអារម្មណ៍ថាមានអារម្មណ៍ថាញ៉ៃញ៉ៃអញ្ចឹងចំណុចហ្នឹងដែរគឺខ្ញុំមានមតិ2ដើម្បីចង់ចូលរួមជាមួយបងប្អូនចំពោះយុវវ័យក៏ដូចជាបងប្អូនយើងដែលបានទៅលេងជួយរក្សាសណ្ដាប់ធ្នាប់ចំពោះម៉ូតូទុកចតឲ្យស្រួលទៅកុំឲ្យដាក់នៅក្នុងផ្លូវខ្លាំងពេកដាក់គៀនអញ្ចឹងទៅអញ្ចឹងចំពោះមតិទី2ទៀតគឺចំពោះដែលបងប្អូនយើងដែលបើកយានយន្តមិនថាឡានមិនថាម៉ូតូឯងបងប្អូនយើងដឹងហើយថាតំបន់ហ្នឹងខ្លាយទៅជាតំបន់ទេសចរហើយអញ្ចឹងមានតែបងប្អូនចូលរួមជាមួយពួកគាត់អញ្ចឹងមានន័យថាបងប្អូននៅពេលដែលបងប្អូនជិះឆ្លងកាត់តំបន់ហ្នឹងសូមមេត្តាបន្ថយល្បឿនដោយសារតែបងប្អូនយើងដឹងហើយថាឥឡូវនេះគឺខ្លាយទៅជាតំបន់ទេសចរសហគមន៍មួយហើយនៅខាងតំបន់យើងអញ្ចឹងមានតែបងប្អូនជួយបន្ថយល្បឿនដើម្បីឲ្យយល់គ្នាឲ្យយើងនិយាយស្រួលស្ដាប់គ្នាអញ្ចឹងទៅធ្វើឲ្យបរិយាកាសជុំវិញខ្លួនអញ្ចឹងគឺស្រស់ស្រាយខ្មែរនិងខ្មែរស្រឡាញ់គ្នាស្អិតរមួតតែម្ដងគ្រាន់តែនឹកឃើញសប្បាយចិត្តហើយចំណុចទី3គឺមានមតិមួយទៀតដែលលើកឡើងថានៅពេលដែលមានអ្នកលក់ទៅធ្វើឲ្យញ៉ៃញ៉ៃក្នុងផ្លូវក្នុង comment ណាបងប្អូនប្រកាសជាឃើញនៅ comment អញ្ចឹងជុំវិញមតិនឹងដែរគឺខ្ញុំចំពោះខ្ញុំក្នុងនាមជាអ្នកបង្កើតវីដេអូឲ្យបងប្អូនមើលចំពោះខ្ញុំគឺ
អត់មានញ៉ៃញ៉ៃទេចំពោះអ្នកលក់ដូរដោយសារតែមានភ្ញៀវទៅលេងមានបងប្អូនយើងយុវវ័យយើងទៅលេងប្រកាសជាមានអ្នកលក់ដូរហើយដើម្បីឲ្យមានថាគង់ជីវភាពហើយវាជាកត្តាមួយដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងសហគមន៍ភូមិស្រុកយើងគឺកាន់តែលូតលាស់បន្ថែមទៀតអញ្ចឹងបងប្អូនចំពោះមតិខ្ញុំនៅជុំវិញបញ្ហាខាងលើគឺមានតែប៉ុណ្្នឹងបងប្អូនយល់បែបណាដែរជួយ comment ប្រាប់ខ្ញុំផងហើយបងប្អូនគិតថាខ្ញុំនិយាយខុសត្រង់ណាជួយ comment កែតម្រូវខ្ញុំខ្លះផងអញ្ចឹងបងប្អូនអរគុណចំពោះបញ្ហាមួយហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណ